សូមកាត់ផ្សាយគុំព្រះប្រាណេត្រៈរបស់អង្គក៏ដូចជាម៉ែបងប្អូននេះថ្ងៃនេះបណ្ណាល័យជីវិតបានដឹកនាំព្រះសង្ឃក៏ដូចជាមិត្តសិទ្ធិប្រមាណជា40នាក់ហើយក៏មានវត្តមានរបស់ចៅសង្កាត់ចូលរួមផងដែរនេះគឺជាលើកទី10ហើយដែលបណ្ណាល័យជីវិតបានដឹកនាំកម្មវិធីអប់រំប្រតិបត្តិអ្នកសម្អាតខ្ញុំសម្អាតទីក្រុងវាស្អាតគឺយើងបានឃើញនៅក្នុងជាតិនេះគឺជាកាកសំណល់ដែលប្រជាពលរដ្ឋក៏ដូចជាការគាត់មកលេងវិសានេះគាត់ខ្វះការយល់ដឹងគាត់បានចោលសម្រាមទៅតាមច្រាំងមាត់ទន្លេហើយគឺវាធ្វើប៉ះពាល់បរិស្ថាននៅក្នុងការកន្លែងតំបន់ទេសចរដែលប្រជាពលរដ្ឋយើងនិយមហៅថាតំបន់មាត់ទន្លេដែលគាត់តែងមកស្រូបយកខ្យល់អាកាសតែគាត់ពេលដែលគាត់មកស្រូបយកខ្យល់អាកាសគាត់មិនបានស្រូបបានខ្យល់បរិសុទ្ធទេប៉ុន្តែបានទទួលមកវិញគឺមានដូចជាក្លិនឆ្អេះឆ្អាបស្អុយដោយសារតែប្រជាពលរដ្ឋរបស់យើងគាត់ខ្វះការយល់ដឹងគាត់មានការទទួលខុសត្រូវឬកាកសំណល់របស់គាត់ហើយជាចុងក្រោយក្នុងនាមខ្ញុំតំណាងឲ្យបណ្ណាល័យជីវិតក៏សូមសំណូមពរដល់ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរទាំងអស់និងប្រជាពលរដ្ឋដែលនិយមកំសាន្តនៅមាត់ទន្លេនេះសូមមេត្តារៀនទទួលខុសត្រូវទៅសម្រាប់តែខ្លួនឯងដែលបានបរិភោគឲ្យសូមការយកទៅដាក់នៅក្នុងសម្រាប់ពីព្រោះយើងថាទៅថ្ងៃអនាគតប្រទេសយើងនឹងចូលរួមនៅក្នុងសមារណកម្មសៀនអញ្ចឹងបើសិនប្រទេសយើងពុកពេញដោយសម្រាប់ហើយនឹងបរិយាកាសអាប់អួរប្រទេសយើងនឹងមានឈ្មោះមួយថាមិនល្អនៅក្នុងប្រទេសនៅក្នុងសមាគមអាស៊ីអាគ្នេយ៍នេះទេបាទសូមអរគុណជំរាបលា